អរគុណហើយណាអ្នកពស់ដើម្បីឲ្យខ្ញុំបានអរគុណអតីតប្រពន្ធពស់របស់ខ្ញុំសូមបង្អែលសកាបន្តិចបានទេប្រហែលជាអ្នកនឹកឃើញបាត់ខ្លះហើយមែនទេមិនអីទេអ្នកស្ទាបស្រកាខ្ញុំចាស់ពស់មានក្តីស្មោះត្រង់ចោះអតីតប្តីនេះវិញនោះគឺថាមិនអញ្ចឹងទេនេះណែនេះណែអអអអើយអើយឈឺណាស់ឈឺណាស់ហេតុអីក៏អ្នកវាយខ្ញុំបែបនេះជាពស់សោះមករងចាំក្តីស្នេហ៍រកអីនាងណែមកធ្វើជាចំណៃពួកយើងទៅល្អជាងរឿងបរោះនិងប្រពន្ធជាពូនេះទានអំពីប្តីប្រពន្ធដែលជាកសិករ2នាក់មានជីវភាពក្រីក្រណាស់ពួកគេធ្វើស្រែផងជួនកាលក៏បានដាំបន្លែផងនិងមានធ្វើឈ្នាងបង្គីអង្រុតទ្រូជាដើមនៅផ្ទះរបស់មាននោះណែតើអ្នកទៅកាប់ឫស្សីទេស្អែកនេះបាទអ្នកគឺខ្ញុំទៅនតាហើយក៏កាប់ឲ្យបានច្រើនទៀតផងព្រោះខ្ញុំចង់ធ្វើទ្រូលក់ឲ្យអ្នកភូមិដែរណាអើយបើអញ្ចឹងខ្ញុំនឹងបានប្រាក់ទិញក្រែមទិញម្សៅហើយពិតទេបាទអ្នកឲ្យទៅលក់ដាច់ធានាតែខ្ញុំបានប្រាក់ឲ្យអ្នកទិញក្រែមម្សៅប្រើមិនខានទេចាអ្នកបើអញ្ចឹងអ្នកទៅចោះខ្ញុំចាំអ្នកមកវិញណាបើអញ្ចឹងអ្នកមិនទៅជាមួយខ្ញុំទេមែនទេអត់ទេព្រោះខ្ញុំខ្លាចបន្លាឫស្សីមុតខ្ញុំណាបើបែបនោះខូចស្បែកខូចសម្រស់ខ្ញុំអស់ហើយបើអញ្ចឹងខ្ញុំលាហើយណាអ្នកមើលផ្ទះផងចាអ្នកទៅចោះកុំបារម្ភពីខ្ញុំអីថ្ងៃនោះមាននប់បានធ្វើដំណើរកាត់ដាំត្រយឹងធំមួយហើយគាត់មានអារម្មណ៍ថាហាក់ដូចជាមាននរណាម្នាក់កំពុងសម្លឹងមកកាន់គាត់អញ្ចឹងដែរទេដូចជាចម្លែកម្លេះខ្ញុំដូចជាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែសម្លឹងមើលខ្ញុំមិនដាក់ភ្នែកសោះមាននប់មើលឆ្វេងមើលស្ដាំចុះឡើងតែគាត់ពុំបានឃើញអ្នកណាទេក្រៅពីព្រៃដ៏សែនស្ងាត់ជ្រងំប៉ុណ្ណោះប្រហែលជាខ្ញុំមានអារម្មណ៍ផ្ដេសផ្ដាសតែខ្លួនឯងទេមើលទៅនោះហើយអាមាននប់អើយចេះតែសម័យទៅកើតដែរទៅកាប់អាស័យព្រៃលើវិញល្អជាងនិយាយបែបនេះហើយមាននប់ក៏បានបន្តដំណើរទៅមុខទៀតចំណែកអ្នកដែលបានសម្លឹងមើលគាត់នោះក៏បានបង្ហាញខ្លួនចេញមកកាន់តែមើលកាន់តែសម្គាល់ដឹងថាតាមពិតកាលពីប៉ុន្មានជាតិមុននោះគាត់ធ្លាប់ជាប្តីខ្ញុំតែពុទ្ធោអើយអតីតប្តីខ្ញុំជាតិនេះគ្មានជីវភាពធូរធារសោះពលសង្វេគអាណិតប្តីហើយនាងពស់ក៏បានបំរុងតែលូនទៅតាមតែភ្លាមនោះចាប់លវាចេកបានហៅមកនិងបានពលថានាងពស់តើនាងទៅណានឹងថ្ងៃនេះមិនតាំងសិលភាវនាធម៌ទេមែនទេចាអត់ទេលវាចេកខ្ញុំចង់ទៅតាមអរោះនោះសិនមានន័យថានាងរំបៃសម្គាល់ដឹងថាអតីតប្តីរបស់នាងបង្ហាញខ្លួននៅចំពោះនាងមុននេះមែនទេប៉ាត់មែនហើយលវាចេកតែគាត់ក្រណេះពុំដូចជាចិត្តមុនសោះនាងពស់តើនាងចង់ជួយគេមែនទេมันអាចទេណាប៉ាត់ណេះខ្ញុំចង់ជួយគាត់ព្រោះតែគាត់កំសត់ណាស់ណានាងពស់នេះជាកម្មវាសនាទេខ្ញុំថានាងគួរតែខំភាវនាធម៌សន្សំបុណ្យវិញល្អជាងតែខ្ញុំពិតជាអាណិតគេណាស់ខ្ញុំដឹងតែបើនាងមិនអាចដាច់អាល័យទេនាងនឹងដាច់សិលហើយក៏អាចមានគ្រោះថ្នាក់ដោយសារមនុស្សក៏ថាបានដែរណាលវាចេកខ្ញុំអាណិតគេណាស់ខ្ញុំគិតថាទៅមើលគាត់បន្តិចសិនណាបែបនេះមុខជាមិនអាចសិលឬក៏មានគ្រោះថ្នាក់ទេអើយចាតាមចិត្តនាងចោះតែនាងត្រូវប្រុងប្រយ័ត្នខ្លួនផងណាចាលវាចេកនាងពស់មិនត្រឹមតែអាណិតទេចិត្តក៏នៅតែនឹកនិងស្រឡាញ់ដូចគ្នាហេតុនេះហើយគ្រាន់តែបានឃើញចិត្តនាងពុំស្ងប់សោះឡើយខ្ញុំអើយនាងពស់ហើយនាងពស់ខ្ញុំពិតជាមិនអាចទប់កម្លាំងកម្មបានមែននាងពស់វិញនោះលូនរហូតទៅដល់កន្លែងមួយក្រោយសម្គាល់ឃើញថាមីនុបកំពុងតែកាប់ឫស្សីនាងពស់ក៏បានលាក់ខ្លួនយ៉ាងចិត្តផងដែរព្រោះខ្លាចមីនុបផិតភ័យធ្លាប់តែជាសេដ្ឋីមានទ្រព្យតែចិត្តនេះអ្នកដូចជាអភ័ព្វពេកហើយមិនគួរណាអ្នកមានជីវភាពបែបនេះសោះតែខ្ញុំអាចជួយគាត់បានដោយរបៀបណាទៅណោះ
បានហើយហត់ណាស់គិតសម្រាប់មកផ្លេតសិនហើយ ជាដំបងខ្ញុំគួរតែយកអាហារមកជូនអ្នកពិសេសក្រោយពីសម្រាប់ចាស់មាននប់ហត់ពេកក៏បានសម្រាប់លក់ទៅរីឯចំណែកនាងពស់វិញនោះក៏បានលូនទៅនាំយកផ្លែឈើជាច្រើនមកទុកឲ្យមីនប់ផងដែរសង្ឃឹមថាអ្នកនឹងមានកម្លាំងផងទៅចាស់ទុកដាក់អាហារចិត្តនោះហើយពស់ក៏បានលូនចេញរកកន្លែងលាក់ខ្លួនជាថ្មីចំណែកមីនប់ក៏បានភ្ញាក់និងបានសម្គាល់ឃើញថាមានផ្លែឈើច្រើនម្ល៉េះតែនរណាគេជាអ្នកយកមកឲ្យនឹងមែនហើយនេះមុខជាមានអ្នកចិត្តល្អយកមករួចមិនហ៊ានដាស់ពេលខ្ញុំដេកលក់ទៅដឹងមើលទៅ មីនប់កំពុងតែឃ្លានផងគាត់ក៏បានហូបអស់ជាច្រើនព្រមទាំងយកខ្លះទៅផ្ញើនាងសូយ៉ានដែលជាប្រពន្ធផងដែរ ខ្ញុំមិនដឹងថាអ្នកណាជាអ្នកជូនខ្ញុំនៅផ្លែឈើទាំងនេះទេតែយ៉ាងណាក៏ខ្ញុំអរគុណហើយណាខ្ញុំលាហើយ មីនប់បានវិលទៅផ្ទះវិញជាមួយនឹងក្តីរីករាយយ៉ាងខ្លាំងព្រោះមិនត្រឹមតែកាប់ឫស្សីបានល្អទេគាត់ថែមទាំងមានអ្វីផ្ញើប្រពន្ធផងដែរនៅផ្ទះមីននោះ អ្នកខ្ញុំមកវិញហើយ ប៉ាត់ធោអើយសម្បីតែផ្ទះរបស់អ្នកក៏ចាស់ទ្រុឌទ្រោមដែរ អ្នកឮខ្ញុំហៅទេ ចាលឺហើយអ្នកស្រែកអីក៏ស្រែកម្ល៉េះមិនដឹងថាខ្ញុំកំពុងតែសម្ងំដេកអប់មុខទេអីហ្នឹង ខ្ញុំសុំទោសដែលខ្ញុំរំខានអ្នកតែអ្នកខ្ញុំបានផ្លែឈើមកផ្ញើអ្នកផងដែរណាអ្នកមើលចុះនេះទុំល្អណាស់ ចាអរគុណណាស់អ្នកដែលបានផ្ញើ និយាយអញ្ចឹងតើអ្នកមានដាំបាយទេខ្ញុំដូចជាឃ្លានបាយណាស់ ខ្ញុំគ្មានបានដាំទេអ្នកទៅរកដាំតិចទៅខ្ញុំហត់ពេកណាស់ព្រោះខ្ញុំចេញល្មៀតបិទមុខឡើងក្រហមដៃមួយព្រឹកហើយ មិនអីទេអញ្ចឹងខ្ញុំទៅងូតទឹកមាត់អូសិនណាមកវិញចាំខ្ញុំដាំចុះ ចាហើយខ្ញុំក៏រូតរះទៅលាងមុខសិនហើយក៏នឹងអាចឆៃផ្លែឈើនេះផងដែរណាអ្នកប្តីប្រពន្ធទាំងពីរម្នាក់ទៅសម្អាតមុខម្នាក់ទៀតទៅសម្អាតខ្លួននៅឯមាត់អូឃើញបែបនេះហើយនាងពស់ក៏បានលូនចូលទៅក្នុងផ្ទះនិងបាននិយាយថាតាមពិតជាតិនេះអ្នកមិនអាចកោតទេព្រោះជាតិនេះអ្នកមានប្រពន្ធហើយតែមិនអីទេខ្ញុំក៏នៅតែអាណិតអ្នកដដែលមិនអីទេអ្នកចាំខ្ញុំជួយដាំបាយឲ្យអ្នកចាស់ឆ្លៀតឱកាសនេះពូបានធ្វើកិច្ចការគ្រប់បែបយ៉ាងរួចរាល់រៀបរយចំណែកលវីចេក៏បានមកម្ដងទៀតនិងបានរំលឹកថានាងពស់នាងមិនគួរមកទីនេះទេណាវាគ្រោះថ្នាក់ណាស់ខ្ញុំដឹងតែខ្ញុំពិតជាចង់បម្រើមីនប់ណាស់នាងពិតជាមានកម្មមែននាងពស់នាងក៏ដឹងថាប្តីរបស់នាងជាតិនេះមានប្រពន្ធហើយណាចាខ្ញុំដឹងមនុស្សជាកូននឹងមនុស្សហេតុនេះខ្ញុំចង់ជួយមិនមែនមកដណ្ដើមស្នេហាពីប្រពន្ធរបស់គាត់ទេអើយនោះហើយគឺជាចិត្តចម្ពាក់នៃសេចក្តីស្នេហាឯងដឹងទេទោះវាជាក្តីស្នេហាដែលខ្ញុំនៅមានតែយ៉ាងណាមីនប់ក៏មិនអាចយកខ្ញុំដែរប៉ាត់ទេហេតុនេះឲ្យខ្ញុំបម្រើគាត់ចាស់អើយខ្ញុំដឹងពីចិត្តនាងហើយនាងចង់ធ្វើល្អមិនខ្លាចគ្រោះថ្នាក់ព្រោះនាងមានប្រាថ្នាជាតិណាមួយបានជាគូមិនប្រត់គ្នាដោយជាតិមុនទៀតប៉ាត់ទេមានតែល្វីចេកទេដែលយល់ពីចិត្តខ្ញុំជាងគេអើយប្រយ័ត្នផងណាពួកមនុស្សគ្រោះថ្នាក់ណាស់ពិសេសនាងប្រពន្ធម្នាក់នេះមិនស្លូតនោះទេហេតុថាកម្មជាតិមុនពឹសពុលជាតិនេះក៏នៅតែពឹសពុលដូចគ្នាចាល្វីចេកខ្ញុំដឹងហើយខ្ញុំនឹងប្រញាប់ទៅលាក់ខ្លួនវិញឲ្យបានមុនពួកគេមកដល់ណែកុំបារម្ភអីចាលាហើយល្វីចេកថ្ងៃនោះបានហើរទៅទុំលើមេឃស្វាយនិងបាននិយាយម្នាក់ឯងថាអើយកម្មឲ្យលោករុក្ខទេវតាខ្ញុំម្ចាស់ប៉ັດជាមិនអាចរារាំងកម្លាំងកម្មដែលនាងពស់មាននោះទេមាននុបវិញនោះក្រោយសម្អាតខ្លួនរួចរាល់ក៏បានវិលមកផ្ទះវិញនិងបានសម្គាល់ឃើញថាមានពាពេញទាំងអស់តែម្ដងអ្នកតាណាបាត់ហើយអ្នកមកនេះមកផ្លេតមកតើមានរឿងអីទៀតហើយអ្នកដូចជានិយាយលឺដល់ហើយធុញណាស់អ្នកចង់ឲ្យខ្ញុំភ្ញាក់ផ្អើលមែនទេបានជាចំអិនមហូបពេះពេញបែបនេះ
មើលចុះសុទ្ធតែម្ហូបខ្ញុំចូលចិត្តទៀតផងអរគុណណាស់អ្នក ស្អីគេអ្នកណាចំអិនហ្នឹងខ្ញុំអត់បានធ្វើទេណា អ្នកថាម៉េចបើអ្នកមិនចំអិនតើអ្នកណាជាអ្នកចំអិនវិញនោះ អើយអ្នកមើលចោះមានដានពោះលូនធំណាស់តើវាអាចទៅរួចទេ តែខ្ញុំថាមិនអាចទៅរួចទេអ្នក ខ្ញុំចង់ថាពោះនោះមកជាមកលួចស៊ីមន់យើងហើយតើអ្នកគិតថាម៉េចទៅវិញទៅ អូខ្ញុំស្មានតែអ្នកគិតតែពោះមកចំអិនអាហារឲ្យពួកយើងហូប អ្នកចាំជាល្ងងមែនបានហើយនាំគ្នាហូបទៅ បាទអ្នក ល្ងាចនេះអ្នកកំដេញអីអ្នកត្រូវខ្លំមើលបើពោះនោះមកណាអ្នកសម្លាប់វាទៅព្រោះវាអាចនឹងស៊ីមន់អស់មិនខានទេ បើវាមកខ្ញុំនឹងសម្លាប់វាភ្លាមខ្ញុំមិនទុកទេមន់កំពុងតតិចផងបើអស់បានពូជមកពីណាទៀត ប្តីប្រពន្ធទាំងពីរហូបរួចរាល់ពូខុនក៏បានដើរមកនិងបាននិយាយសួរនាំថា មាននប់និយាយអញ្ចឹងឯងអាសាចូលព្រៃណាស់តើមានបានឃើញដានពោះឬក៏សំណក់ពោះដែរទេអូអត់ផងពូតើពូរកពោះមានការអីហ៎ក្មួយដឹងទេលោកសេដ្ឋីណាគាត់ចង់បានស្បែកពោះហើយលោកសេដ្ឋីក៏ឲ្យកម្រៃថ្លៃកប់ពពកទៀតផង អើយមិនក៏អីពូអ្នកទៅមើលពោះមកពួកយើងមកជាមានមិនខានទេ ពិតជាបានកម្រៃខ្ពស់មែនក៏អីពូពិតហើយនេះជាមូលហេតុដែលពូមកសួរបើក្មួយបានឃើញទីណាមានដានពោះប្រាប់ពូផងពូចង់ទៅរកយកមកលក់ហ្នឹងណាបាទគឺខ្ញុំបានណែ ចាពូទៅវិញចោះបើប្តីខ្ញុំបានឃើញហើយនោះចាំប្តីខ្ញុំប្រាប់ពូចោះណា បើអញ្ចឹងពូលាទៅវិញហើយណា ចាពូខុនក៏បានដើរចាក់ចេញទៅ ណែមិនក៏មិនឲ្យខ្ញុំប្រាប់គាត់តែម្ដងទៅ អ្នកអើយអ្នកកំឆោតពេកអីផ្ទះយើងមានដានពោះបើប្រាប់ពូខុននោះគាត់មិនទទួលលៀបសការៈទៅហើយទេអី បើអញ្ចឹងយប់នេះខ្ញុំនឹងតាមដានបើវាមកខ្ញុំនឹងចាំ ចាពិតជារឿងដែលត្រូវហើយយប់នោះនាងសូយ៉ាននិងមីនូបពិតជាបានតាមដានមែនហើយនាងពោះហេតុថាចង់ជួយក៏ចេះតែមកមិនឈប់សោះឡើយពួកគេប្រហែលជាសម្រាប់លោកអស់ហើយឆ្លៀតឱកាសនេះខ្ញុំជញ្ជូនផ្លែឈើមកឲ្យអ្នកចាស់ក្នុងរាត្រីនោះផងដែរនាងសូយ៉ានក៏បានឃើញមីនូបក៏បានឃើញច្បាស់ហេតុនេះពួកគេក៏ភ័យផងនិងអរផងដែរអើយអ្នកមើលចោះពោះធំណាស់ម្ដងនេះយើងមានបានមិនខានទេ ខ្ញុំយកខ្សែចងវាសិនណាអ្នក អើយឆាប់ឡើងតិចវារួចខ្លួនបាត់ទៅប៉ាត់ជាសម្រេចមែនមីនូបបានយកខ្សែចងពោះជាប់ចំណែនតែម្ដងតើមានរឿងអីទេអ្នកដោះលែងខ្ញុំទេប្រសើរណាស់ខ្ញុំទៅយកកបិតសិន អ្នកយកថ្មសម្លៀងមកផងខ្ញុំនឹងសម្លៀងកបិតផ្លេសយកស្បែកវាក្នុងពេលនេះតែម្ដង ចាអរគុណហើយណាពោះដ៏ធំខ្ញុំកំពុងតក្រផងខ្ញុំប្រកាសជាមានលុយចាយទៀតហើយ តាមពិតអ្នកចង់បានស្បែកខ្ញុំចុះទៅលក់ព្រោះតែប្រាក់សោះបើអញ្ចឹងអ្នកសម្រាប់ខ្ញុំចោះឲ្យតែអ្នកបានធូរធារខ្ញុំមិនខ្លាចការបោជាទេពេលនោះដែរលវីចេកក៏បានហៅមកម្ដងទៀតនាងពោះនាងឆាប់កិច្ចភ្លាមទៅត្រឹមកិច្ចចេញពីពួកគេវាមិនពិបាកទេណាអត់ទេលវីចេកខ្ញុំសុខចិត្តស្លាប់ឲ្យតែពួកគេបានជីវភាពប្រសើរវិញណាអើយពធអើយនាងប៉ាត់ជាស្មោះស្ម័គ្រដើម្បីមនុស្សដែលនាងស្រឡាញ់មែនហើយលវីចេកឲ្យតែខ្ញុំបានជួយគាត់នៅក្នុងជាតិនេះព្រមទាំងអាចជួបគ្នានៅក្នុងជាតិខាងមុខនោះជាតិនេះខ្ញុំមិនខ្លាចទេអើយព្រះអើយនាងពោះអើយនាងពោះសុំលវីចេកទៅវិញចុះបើអញ្ចឹងខ្ញុំលាហើយណាសូមឲ្យនាងបានកើតជាតិថ្មីដែលសមតាមអំណងផងចុះចាលវីចេកថ្ងៃនោះមុនស្លាប់នាងពោះបានបួងសួងសច្ចាថាមកបាត់វត្ថុស័ក្តិសិទ្ធិទាំងឡាយអើយតែបាត់អីខ្ញុំម្ចាស់មានភក្តីភាពចំពោះបរិះនេះពិតប្រាកដណាស់
ដូច្នេះបើបនមាននោះសូមឲ្យនាងខ្ញុំបានកើតជាមនុស្សក្នុងជាតិណាមួយនឹងបានជួបនឹងបងមីនុបវិញផងទៅចុះអើយអ្នកគួរតែកាប់ពីណាទៅណាមុនទៅគឺក្បាលនោះអីមួយវិញទៀតបើបនខ្ញុំម្ចាស់មិនតន់គ្រប់នឹងមិនអាចកើតជាមនុស្សបានទេសូមឲ្យខ្ញុំម្ចាស់ខ្លាចទៅជាពួកដដែលតែអាចនិយាយជាមួយបងមីនុបបានផងទៅចុះថ្ងៃនោះមីនុបនិងប្រពន្ធប៉ាត់ជាសម្លាប់ពស់ប៉ាត់មែនហើយក៏បានយកសាច់ធ្វើម្ហូបព្រមទាំងយកស្បែកទៅលក់ឲ្យសេដ្ឋីផងដែរអ្នកខ្ញុំមកវិញឥឡូវហើយណាចាំខ្ញុំមកវិញខ្ញុំទិញកណាត់ល្អជូនអ្នកអើយចាអ្នកវិញ្ញាណរបស់ពស់ផងដែរมันបានទៅកើតជាមនុស្សទេគឺនាងកើតជាពស់ដដែលតែថានាងប៉ាត់ជាអាចនិយាយបានប៉ាត់មែននាងពស់នាងអាចចាំខ្ញុំបានទេប៉ាត់ណាស់លវាចេកប្រហែលបនមានហើយតើខ្ញុំចាំជាតិបានហើយខ្ញុំអាចនិយាយជាមួយមនុស្សបានផងទៀតណែបើនាងអាចនិយាយបានតើនាងអាចនឹងទៅរកអតីតប្តីនាងទៀតទេប៉ាត់ហើយខ្ញុំចង់ដឹងថាតើគាត់មានជីវភាពបែបណាណែខ្ញុំទៅមើលគាត់សិនណែណែនាងពស់ហេតុថាមិនដាច់អាឡ័យពស់ក៏បានលូនទៅរកអតីតប្តីរបស់នាងម្ដងទៀតហើយនាងក៏បានជួបនឹងមីនុបតាមផ្លូវផងដែរបងមីនុបហ៎ស្អីគេនេះពស់កំពុងតែនិយាយមែនទេបងលើកខ្ញុំនិយាយបានទេចាប់ប៉ាត់ហើយបងអូនជាអតីតប្រពន្ធរបស់បងណែតើបងចង់មានជីវភាពធូរធារទេនេះពស់ពិតជាអតីតប្រពន្ធខ្ញុំមែនទេបែបនោះពួកយើងមាននិស្ស័យនឹងគ្នាហើយអូត្រូវហើយតើពស់មានវិធីអីឲ្យខ្ញុំមានបានដែរទេមានសូមបងមកតាមខ្ញុំមកសូមតែបងកុំសម្លាប់ខ្ញុំទៅបានហើយបានខ្ញុំមិនសម្លាប់ពស់នោះទេខ្ញុំសន្យាថ្ងៃនោះពស់បាននាំមីនុបទៅដល់កន្លែងមួយហើយទីនោះដែរសុទ្ធតែរ៉ែមាសជាច្រើនកប់ក្រោមផ្ទាំងថ្មទៀតផងបងបាក់ផ្ទាំងថ្មនោះចាស់នឹងបានឃើញរ៉ែមាសហើយណែមែនណាខ្ញុំសាកសិនណាពស់ពិតជាដោយពស់និយាយមែនមានរ៉ែមាសច្រើនខ្លាំងណាស់ពិតជាមានរ៉ែមាសច្រើនណាស់អរគុណណាស់ពស់ប្រពន្ធខ្ញុំមុខជាសប្បាយចិត្តមិនខានទេប៉ាត់ហើយសូមបងយកវាទៅចាស់ហើយពេលណាដែលបងពិបាកនោះបងមករកខ្ញុំចាស់បងនឹងទទួលបានការជួយពីខ្ញុំមិនខានទេបាទអរគុណហើយណាមីនុបសប្បាយចិត្តណាស់ហេតុនេះគាត់មិនចាំយូរទេលុះទៅដល់ផ្ទះគាត់ក៏បានហៅប្រពន្ធទាំងក្តីរីករាយថាអូនបងមកវិញហើយអូនមើលចុះបងបានមាសច្រើនណាស់មិនមែនមានតែសូយ៉ានទេដែលដើរមកគ្រានោះគឺមានទាំងសហាយរបស់នាងផងដែរបងមានមាសមែនទេអើយអូនចង់ឃើញណានាងសូយ៉ានក្រែងថាលេងក្បាលវាមកយកបងជាសហាយធ្វើជាប្តីហើយមែនទេមិនក៏លឺថាបានមាសមករកវាវិញអញ្ចឹងឯងបិទមាត់ទៅអាក្រក់យើងគ្រាន់តែយកឯងកំដោះពេលគ្មានប្តីតើប្រុសម្នាក់នេះជានរណាហើយអូនបានធ្វើអីមែនទេអូនក្បត់បងមែនទេល្អណាស់បើអូនក្បត់បងហើយមាសនេះអូនកុំយកទៅចាយអីអើយបងអូនសុំទោសណាអូនគ្រាន់តែលងត្រេកត្រអាលមួយគ្រាទេយល់ដល់មនោសញ្ចេតនាបងនឹងអូនផងទៅកុំដេញអូនអីណាពស់ផងដែរក៏បានសម្គាល់ឃើញពីចម្ងាយអ្នកប្តីពិតជាពិបាកណាស់ហើយជីវភាពលំបាកប្រពន្ធមិនជួយជ្រោមជ្រែងតែបែរជាមានសហាយទៀតអើយបងមេត្តាអូនផងទៅបានតែអូនត្រូវដេញសហាយនេះចេញសិនទើបបងលើកលែងឲ្យអូនចាបានណែនៅដល់ណាទៀតខ្ញុំមិនត្រូវការក្បាលឯងទេនាងអាក្រក់ណាស់បានបើថ្ងៃណាមួយនាងក្រកុំទៅដល់មករកយើងឲ្យសោះណាវើយមកទៅលោកប្តីជាមនុស្សល្អណាស់គាត់ចេះលើកលែងហើយក៏ស្រឡាញ់ប្រពន្ធបំផុតដែរឃើញបែបនេះខ្ញុំពិតជាសរសើរណាស់ជូនពរឲ្យបងមានសុភមង្គលណាស់នីចយក៏បានចាក់ចេញ
ចំណែកពស់ក៏ទៅក្នុងព្រៃដូចគ្នារីឯមាណពក៏មានជីវភាពធូរធារនិងនាងសូយ៉ានលុំមានពេលមួយនោះអ្នកប្តីនិយាយអញ្ចឹងកាលនោះបងបានរ៉ែមាសពីណាខ្ញុំអត់បានដឹងសោះ កាលនោះគឺបងបានជីកពីក្រោមផ្ទាំងថ្មហ្នឹងណាហើយយ៉ាងម៉េចតើអូនចង់បានទៀតដែរទេ គឺមាសប្រាក់យើងគង់តែអស់ទេខ្ញុំថាបារ៉ែមាសនៅតែមាននោះគួរតែទៅជីកយកមកទាំងអស់តែម្ដងទៅបង បងក៏គិតអញ្ចឹងដែរតែថាបងដូចជាមិនដែលបានជួបពស់មួយក្បាលនោះសោះ មានន័យថាម៉េចទៅ គឺកាលនោះបងបានជួបនឹងពស់មួយក្បាលវាបានប្រាប់បងថាក្រោមផ្ទាំងថ្មមានរ៉ែមាសចាប់ពីពេលនោះមកក៏មិនបានជួបពស់នោះទៀតទេ អញ្ចឹងបងគួរតែទៅរកពស់នោះទៅតែថាតើវាជាពស់អីទៅបានជានិយាយប្រាប់បងពីរឿងដកអាត់កំបាំងបែបនេះអញ្ចឹងនោះ ព្រោះពស់នោះធ្លាប់ជាប្រពន្ធបងកាលពីប្រមាណជាតិមុនហ្នឹងណា បើបែបនោះកាន់តែល្អហើយមកចាំអូនខ្សឹបប្រាប់ណា តើអូនមានគំនិតអីមែនទេ ចាបងនាងសូយ៉ានបានអោនខ្សឹបប្រាប់ប្តីលោកប្តីស្ដាប់ហើយក៏ងក់ក្បាលយល់ព្រមនិងតែងខ្លួនជាអ្នកក្ររួចនាំគ្នាទៅរកពស់តែម្ដង ពស់តើអូនពស់នៅចិត្តនេះទេ អើយអ្នកបងពស់ខ្ញុំមករកអ្នកបងហើយឮបែបនោះហើយពស់ក៏បានលូនចេញមកនិងបានតបថាចាអ្នកខ្ញុំនៅទីនេះហើយអូយព្រះអើយបងលោកសិទ្ធិមកជាឲ្យតម្លៃខ្ពស់ជាងពស់ប្រមាណឆ្នាំមុនទៅទៀតណា ស្ងាត់សិនតើអូនបងបញ្ចុះបញ្ចូលគេសិនណែពស់តើពស់ដឹងទេថាមានរ៉ែមាសនៅទីណាខ្លះនោះ មែនហើយអ្នកមែនហើយអ្នកបងពស់ខ្ញុំក្រណាស់សូមមេត្តាផងទៅគឺប៉ាត់ជាដឹងគឺវានៅចិត្តចឹងអ្នកនឹងណាហើយជីកចោះមកជីកឲ្យមិនខានឡើយអើយអ្នកជីកទៅ បាន ប៉ាត់ជាដូចពស់និយាយមែនមានរ៉ែមាសច្រើនខ្លាំងណាស់អូយបងអើយច្រើនណាស់ច្រើនពេកហើយព្រះអើយខ្ញុំប៉ាត់ជាភ្ញាក់ផ្អើលណាស់ អរគុណហើយណាអ្នកពស់ដើម្បីឲ្យខ្ញុំបានអរគុណអតីតប្រពន្ធពស់របស់ខ្ញុំសូមអែលសកាបន្តិចបានទេ ប្រហែលជាអ្នកនឹកឃើញបាត់ខ្លះហើយមែនទេមិនអីទេអ្នកស្ទាបស្រកាខ្ញុំចាស់ពស់មានក្តីស្មោះត្រង់ចោលអតីតប្តីនេះវិញនោះគឺថាមិនអញ្ចឹងទេ នេះណែអូយឈឺណាស់ហេតុអីក៏អ្នកវាខ្ញុំបែបនេះជាពស់សោះមករងចាំក្តីស្នេហ៍រកអីនាងណែមកធ្វើជាចំណៃពួកយើងទៅល្អជាង មែនហើយអូនយកកបិតមកបងភ្លៀសសាច់វា បធអើយអ្នកពិតជាមិនចេះស្កប់ស្កល់សោះអ្នកគ្មានក្តីមេត្តាដូចជាជាតិមុនដដែលខ្ញុំពិតជាស្ដាយចិត្តណាស់ ងាប់ទៅ ក្រោយសម្លាប់ពស់ហើយនោះពួកគេក៏មិនរួចខ្លួនដែររ៉ែមាសដែលនៅចិត្តខ្លួននោះស្រាប់តែខ្លាយជាពស់ទាំងអស់តែម្ដងអើយពស់ច្រើនណាស់អ្នកជួយផងអ្នកណាក៏បានដែរជួយផង ជួយផងពស់ច្រើនណាស់ មិនអាចរត់រួចទេប្តីប្រពន្ធមានចិត្តបាបទាំងពីរក៏ត្រូវពស់ចឹកស្លាប់ក្នុងគ្រានោះទៅនាងពស់នាងប៉ាត់ជាចាំស្នេហ៍មនុស្សខុសហើយច្រើនជាតិច្រើនភពមកនេះបរោះនោះមិនដែលគិតស្មោះអាណិតនាងឡើយរុក្ខទេវតាក៏បានបង្ហាញព្រះកាយចេញមក ល្វាជែងឯងហត់ហើយចូលទៅកើតនិឋានសួគ៌ចុះចំណែកនាងពស់ចូលខ្លាយជាទេពធីតាផងដែរ ទ្រង់មានបន្ទូលហើយនោះនាងពស់គ្រានោះក៏បានប្រែជាទេពធីតាដ៏ស្អាតមួយអង្គសូមថ្វាយបង្គំលោករុក្ខទេវតា ទ្រង់មានបុណ្យច្រើនណាស់ចូលទ្រង់ទៅកើតនិឋានសួគ៌ចុះកុំខ្វល់ពីបរោះដែលមានចិត្តបាបនេះអី ខ្ញុំម្ចាស់សូមអរព្រគុណហើយខ្ញុំម្ចាស់មិនចាំស្នេហ៍បរោះមានចិត្តបាបទៀតទេ
ដល់ពេលហើយទេពធីតាតោះយាងទៅឋានសួគ៌ទៅព្រះពោបាត់ហើយលវិចេកដល់ឆ្លែតសូមថ្វាយបង្គំលាព្រះពោ ចូលយាងទៅចុះ នាងពស់អស់កម្មបានកើតនាទីដ៏សុខស្ងប់ចំណែកប្តីប្រពន្ធចិត្តបាបវិញនោះក៏កើតចាស់ឈឺស្លាប់ព្រមទាំងក្រីក្រជាច្រើនជាតិរហូតផុតកម្មផងដែរ